រឹកនេះបន្ទាប់ពីហាត់ប្រាណរួចក៏ឆ្លៀតមកមើលកង់ម៉ូតូ Zoomer បន្តិចដោយសារវាធូរលាមម្សិលមិញជាបាច់ទៅឃើញធូរបាទជាទូទៅខ្ញុំប្រើស្នប់នេះបាទស្នប់ដែលខ្ញុំធ្លាប់លក់កន្លងមកនេះគឺសម្រាប់សប់កង់ហើយនិងសប់ម៉ូតូនៅពេលដែលវាធូរបាទពេលសប់រួចយើងមកមើលវិសបាទដោយសារឃើញមានជាប់វិសមួយនៅកង់ម៉ូតូតែបិទវិសនេះជាប់យូរមិនមែនតែជាប់ទេបាទដោយសារវាជាប់យូរហើយមួយយ៉ាងទៀតដោយសារម៉ូតូខ្ញុំបាញ់កាវអញ្ចឹងទៅបើយើងដកចេញគឺវាធ្លាយទៅដល់លេខអញ្ចឹងយើងទុកវិសនៅក្នុងហ្នឹងជាប្រចាំបាទឥឡូវនេះដោយសារសង្ស័យថាវាជ្រាបចេញតាមវិសហ្នឹងអញ្ចឹងយើងត្រូវការដោះវាចេញបាទដោះវាចេញដើម្បីយើងដាក់វិសប៉ះវិញបាទបន្ទាប់ពីដកវិសដែលជាប់ចេញហើយខ្ញុំយកវិសកាវណាវិសដែលគេសម្រាប់ប៉ះកង់ធ្លាយហ្នឹងបាទយកមួលបញ្ចូលវិញដើម្បីឲ្យវាជាប់វិញបាទបន្ទាប់ពីមួលវិសកាវចូលរួចយើងចាប់ផ្ដើមសប់ខ្យល់បញ្ចូលវិញដើម្បីចាប់ដល់ថាតើវានឹងលិចឬក៏ជ្រាបកន្លែងណាទៀតអត់ខ្ញុំប្រើស្នប់ធំនេះដោយសារម៉ូតូខ្ញុំបាញ់កាយអញ្ចឹងវាស្អិតជាមួយនឹងបដូលវ៉ាល់ណាអញ្ចឹងទៅវាពិបាកក្នុងការយើងសប់គឺខ្យល់ទៅវាដោយសារវាអាកាយហ្នឹងវាអាចថាចិត្តរុនវ៉ាល់របស់វាអញ្ចឹងហើយបានជាយើងត្រូវការប្រើស្នប់ធំតិចតែមុននឹងខ្ញុំប្រើស្នប់ធំគឺខ្ញុំបានដកបដូលវ៉ាល់ចេញសិនដោយសារយើងឲ្យវាខ្យល់ចេញមកដើម្បីយើងសម្អាតរុនវាកុំឲ្យវានៅស្ទះទៀតអញ្ចឹងណាបាទគុណវិបត្តិនៃការប្រើកាយគឺប៉ះពាល់ដល់ខ្នងម៉ូតូហើយនិងប៉ះពាល់ដល់បដូលវ៉ាល់នឹងឯងបាទហើយនេះគឺខ្ញុំកំពុងតែប្រាប់កូនពៅរបស់ខ្ញុំដោយសារគាត់ទៅមើលខ្ញុំកំពុងតែប៉ះកំពុងតែធ្វើហ្នឹងអញ្ចឹងទៅខ្ញុំក៏ប្រាប់គាត់ថារបៀបមើលមិនទៅពេលដែលយើងសប់ហើយថាចង់ដឹងថាវាចេញតាមវ៉ាល់អត់យើងដាក់ទឹកដាក់អីទៅវាចេញអីអត់ចឹងបាទនេះគឺយើងប្រាប់គាត់វាជាផ្នែកមួយនៅក្នុង life skill បាទបំណិនជីវិតដែរដើម្បីឲ្យគាត់រៀនសូត្រនិងចេះដឹងនៅពេលថ្ងៃក្រោយបាទបន្ទាប់ពីមើលថាតើវាលិចតាមវ៉ាល់ឬក៏អត់រួចយើងមកមើលកន្លែងដែលយើងដាក់វិសកាវចូលវិញថាតើវាមានចេញអត់ណាបាទបន្ទាប់មកគឺយើងដាក់សាប៊ូជុំកង់ដើម្បីចង់ដឹងថាតើវាមានជ្រាបលិចកន្លែងណាទៀតអត់បន្ទាប់ពីតេស្តរួចរាល់គឺมันមានកន្លែងណាជ្រាបលិចទេក៏ប៉ុន្តែយើងនៅបន្តតាមដានវាជារៀងរាល់ថ្ងៃរហូតតតែយើងមានអារម្មណ៍ថាអូខេកង់អត់ធូរទៀតទេបន្ទាប់ពីរួចរាល់ជាមួយម៉ូតូខ្ញុំនិងកូនក៏បន្តសប់ខ្យល់កង់បាទយើងថែមខ្យល់វាដោយសារយើងទុកវាអត់ជីអញ្ចឹងក៏វាធូរដែរអញ្ចឹងយើងសប់ដើម្បីការពារពលាននិងសម្បកមកចាប់ហូតពេកបាទនេះអានេះសប់អានេះលើសប់អានេះសម្រាប់យើងតម្លាក់ចុះវិញអានេះតែនេះយើងសប់វិញបន្ទាប់ពីសប់កង់រួចខ្ញុំក៏បានប្រាប់កូនពីរបៀបប្រើប្រាស់នៅឧបករណ៍ដូចនិងសប់កង់ឡាននេះផងដែរដើម្បីជាការចែករំលែកនៅចំណេះដឹងដល់គាត់បាទចេះពីរៀនមានពីរកសពបានដោះអង្ឡានតែមកតែហ្នឹងវាទៅនេះមួយអាទិត្យម្ដងឬក៏អីមុនចេញទៅឡានវាបាច់មើលខ្ញុំចាំឲ្យវាធូរសម្រាប់ថ្ងៃនេះវីដេអូរបស់ខ្ញុំគឺមិនមែនខ្ញុំថតតែឯងទេគឺបានកូនប្រុសពៅនឹងគាត់មកជួយថតបាទដោយសារគាត់ឃើញខ្ញុំប៉ះកង់ម៉ូតូហ្នឹងក៏គាត់មកជួយទៅបាទអញ្ចឹងបន្ទាប់ពីរៀបចំសពរៀបចំអីហើយខ្ញុំក៏មករៀបចំសម្រាប់បាទនេះគឺរូបគាត់បាទគឺគាត់ selfie ខ្លួនឯងបាទដើម្បីបង្ហាញមុខអ្នកថតបាទបន្ទាប់ពីប៉ះនឹងសពរួចរាល់ហើយនឹងបោសសម្អាតកន្លែងដែលយើងធ្វើព្រឹកមិញបាទដល់ពេលដែលត្រូវយកខោអាវមកហាលខាងក្រៅបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះទេសម្រាប់ថ្ងៃនេះបាទសូមអរគុណចំពោះការទស្សនារីករាយថ្ងៃអាទិត្យទាំងអស់គ្នាបាទ